Sì, questa è di latte verde, che si apre dentro la Dobbiamo discorrere a base dei disegni. Rồi lên là tự ở kia. Faccio quella. Đấy là nhà No, aspetta! Ma aspetta! ជំរាបសួរបងប្អូនទាំងអស់គ្នានេះផងដែរនឹងមកធ្វើម្ហូបសម្រាប់អាហារពេលល្ងាចហ្នឹងដែលមានឈ្មោះថាម្ហូបអ៊ីតាលីណាមានឈ្មោះថា pasta panna gamberetti e zucchine pasta cream ជាមួយនឹងផ្កាទូទូកាពើសមុទ្រចឹងទៅចាហើយជាមួយនឹងបន្លែគេដាក់ zucchine មួយហើយផ្សិតហើយនឹងរ៉ាអញ្ចឹងយើងមកធ្វើទាំងអស់គ្នាឲ្យគ្រឿងនោះស្រួលទេទាំងអស់គ្នាគឺយើងមាន pasta មានយើងបាច់ដាក់ផ្សិតក៏បានដែរដាក់ទៅ zucchine ទៅប៉ុន្តែខ្ញុំចង់ដាក់ដោយសារមាន zucchine តែហើយនឹងប្រេងអូលីវហើយនឹងអំបិលតែប៉ុណ្ណឹងហើយ cream ប្រពួកនេះដល់ cream នេះឥឡូវនេះយើងមកចាប់ផ្ដើមហាន់បន្លែរបស់យើងចាជីចំណិតឬក៏ទូរបៀបម៉េចតាមតែចិត្តយើងចង់អ្នកទាំងអស់គ្នាខ្ញុំហាន់រៀងទូចដើម្បីកូនខ្ញុំគាត់ញ៉ាំទៅគាត់ឃើញផ្សិតធំអញ្ចឹងណាបើទូចអញ្ចឹងគាត់ញ៉ាំហើយខ្ញុំហាន់វាជាចំណិតទូចអញ្ចឹងទៅឥឡូវហ្នឹងយើងមកហាន់ខ្ទឹមបារាំងរបស់យើងហាន់វាដូចយើងច្រាំខ្ទឹមសរបស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយខ្ញុំប្រើខ្ទឹមបារាំងពាក់កណ្ដាលមួយចំហៀងហើយឥឡូវនេះមកចិត្តzucchine ហើយបើបងប្អូនទាំងអស់គ្នាពិបាកហៅ zucchine អាចធ្វើជាមួយនឹងល្ពៅខ្ចីរបស់យើងទូចចុះយើងមកធ្វើជំនួសបានឥឡូវនេះខ្ញុំមកឆាក្បាលបកាហើយសបកបកាឲ្យឈ្ងុយហើយចាំយើងដាក់ទឹកប្រហែលជាមួយកែវទឹកមួយកែវកន្លះល្មមអ្នកទាំងអស់គ្នាមួយកែវកន្លះណាចាហើយយើងដាក់ម្ងាស់វាឲ្យវាចូលជាតិគ្នាកំឡុងពេលយើងម្ងាស់ទឹកស៊ុបហ្នឹងយើងមកឆាគ្រឿងរបស់យើងដាក់ខ្ទឹមបារាំងឲ្យខ្លាញ់ឆាឈ្ងុយអញ្ចឹងទៅណាទាំងអស់គ្នាបន្ទាប់មកយើងដាក់ខ្ពឹសយើងចូលហើយឆារៀងក្រហមតិចទៅចាំយើងដាក់បន្លែចូលចាឥឡូវនេះយើងដាក់ផ្សិតមុនដែលសាផ្សិតវារៀងនេះអញ្ចឹងយើងឆាផ្សិតមុនតិចទៅឲ្យសពតិចទៅចាំយើងដាក់ zucchine ចាយើងឆាវាចូលគ្នាអញ្ចឹងហើយចាំយើងដាក់អំបិលតិចហើយនឹងម្រេចខ្ញុំដាក់ម្រេចនឹងច្រើនដោយសារហ្នឹងដាក់ម្រេចច្រើនឆ្ងាញ់ហ៎ហើយសម្រាប់អំបិលយើងដាក់ល្មមតិចសិនបានហើយខ្លាចប្រៃជ្រុលពីព្រោះទឹកស៊ុបយើងក៏រៀងប្រៃដែរដែលវាចេញពីជាតិបកាមកយើងឆាវាហើយយើងគ្របទុកវាមកគ្របវាមកផ្លែទៅហើយស្ទុះទៅយើងគ្របវាអីហើយចឹងទៅចាឥឡូវនេះបការបស់យើងហើយនឹងផ្សិតរបស់យើងឆាចូលគ្នាអញ្ចឹងវាទៅជាបែបហ្នឹងហើយបន្ទាប់មកយើងចាប់ផ្ដើមចាក់ទឹកស៊ុបរបស់យើងចូលអត់ចាក់ទាំងអស់ហើយណាទាំងអស់គ្នាយើងនៅសល់ទឹកស៊ុបខ្លះដែរព្រោះអីវារៀងឈើអញ្ចឹងណាហើយអាទឹកស៊ុបសល់យើងទុកសម្រាប់ស្ងោរលាយជាមួយស្ងោរ pasta របស់យើង spaghetti របស់យើងចាហើយអត់មានរាវទេអ្នកទាំងអស់គ្នានៅពេលដែលយើងមកងាស់វាទៅវានឹងទៅជារៀងស្ងួតទឹកណាផុកវានៅផុកណាចានៅបែបនេះឯងអ្នកទាំងអស់គ្នាហើយគ្រឿងរបស់យើងសូសរបស់យើងរួចរាល់អញ្ចឹងយើងចាំតែ pasta របស់យើងឯង spaghetti របស់យើងឯងនេះទឹកសូសហ្នឹងសល់ខ្ញុំយកមកចាក់លាយជាមួយនឹងដើម្បីស្ងោរ spaghetti អញ្ចឹងទៅ pasta ផង spaghetti ផងអ្នកទាំងអស់គ្នាច្រឡំយើងដាក់ស្ងោរវារយៈពេល9នាទីទៅ10នាទីតាមប្រភេទ pasta ហើយឥឡូវ pasta របស់យើងឆ្អិនហើយយើងដាក់លាយជាមួយសូសរបស់យើងទៅចាហើយលាយចូលគ្នាអញ្ចឹងទៅយើងច្បល់ចូលគ្នាបន្តិចហើយបានយើងដាក់cream ហ្នឹងយើងដាក់មុនយើងលើកដាក់ចានណាអ្នកដួសដាក់ចានណាអ្នកទាំងអស់គ្នាយើងអត់ដាក់យូរទេចាហើយយើងច្បល់ចូលគ្នាប្រហែលជា1នាទីជាងទៅឥឡូវហ្នឹង pasta cream ជាមួយនឹងបការបស់យើងហើយផ្សិតហ្នឹង zucchine ហ្នឹងគឺឆ្អិនហើយអ្នកទាំងអស់គ្នារួចរាល់ហើយលឿនហើយស្រួលធ្វើហើយកូនខ្ញុំចូលចិត្តញ៉ាំមែនតែនគ្រួសារខ្ញុំក៏ចូលចិត្តញ៉ាំដែរឆ្ងាញ់ហ៎ហើយជាពិសេសពេលដែលយើងដាក់ផ្សិតហ្នឹងទៅគឺរសជាតិវាឆ្ងាញ់មែនតែនអ្នកទាំងអស់គ្នាកុំភ្លេចសាងាយស្រួលធ្វើហើយឆ្ងាញ់ហើយកូនញ៉ាំច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំអរគុណច្រើនមែនតែនជម្រាបលា